Với tới chi dollar cost averaging ស្វាគមន៍មកកាន់ Channel អាត់កំបាំងនៃភាពជោគជ័យ dollar cost averaging គឺជាយុទ្ធសាស្ត្រវិនិយោគដែលពាក់ព័ន្ធនឹងការវិនិយោគទឹកប្រាក់ថេរមួយចំនួនទៅលើត្បូងសកម្មជាក់លាក់ណាមួយក្នុងរយៈពេលទៀងទាត់មួយដោយមិនគិតពីតម្លៃទីផ្សារបច្ចុប្បន្នឡើយគោលបំណងចម្បងនៃ dollar cost averaging គឺដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគប្រាក់ទាំងអស់នៅពេលតែមួយដែលអាចនឹងកើតឡើងនៅពេលតម្លៃទីផ្សារកំពុងខ្ពស់ដូចជាអ្នកកំពុងទិញទំនិញនៅផ្សារទំនើបពេលខ្លះតម្លៃឡើងពេលខ្លះតម្លៃចុះប្រសិនបើអ្នកទិញទំនិញតែម្ដងគត់អ្នកអាចនឹងទិញចំពេលដែលតម្លៃកំពុងឡើងប៉ុន្តែបើអ្នកទិញបន្តិចម្ដងជារៀងរាល់សប្តាហ៍ឬខែអ្នកនឹងទទួលបានតម្លៃមធ្យមល្អប្រសើរជាង dollar cost averaging ដំណើរការតាមគោលការណ៍ដូចគ្នាសម្រាប់ទីផ្សារហិរញ្ញវត្ថុ 1. របៀបដែល dollar cost averaging ដំណើរការគោលការណ៍សំខាន់របស់ dollar cost averaging គឺភាពទៀងទាត់និងវិន័យជំនួសឲ្យការព្យាយាមកំណត់ពេលវេលាទីផ្សារដែលមានន័យថាព្យាយាមទាយថាពេលណាជាពេលល្អបំផុតដើម្បីទិញនៅពេលដែលតម្លៃធ្លាក់ចុះទាបបំផុតឬលក់នៅពេលដែលតម្លៃឡើងខ្ពស់បំផុតដែលជាការលំបាកសូម្បីតែអ្នកជំនាញក៏ដោយ dollar cost averaging ដកចេញនៅអារម្មណ៍នឹងការទាយនេះ 2. អត្ថប្រយោជន៍សំខាន់នៃ dollar cost averaging dollar cost averaging ផ្ដល់នូវអត្ថប្រយោជន៍សំខាន់ជាច្រើនជាពិសេសសម្រាប់អ្នកវិនិយោគទើបចាប់ផ្ដើមឬអ្នកដែលចង់វិនិយោគរយៈពេលវែងការកាត់បន្ថយហានិភ័យនៃការកំណត់ពេលវេលាទីផ្សារខុសគឺនេះជាអត្ថប្រយោជន៍ធំបំផុតគ្មាននរណាម្នាក់អាចទាយច្បាស់លាស់ពីការឡើងចុះរបស់ទីផ្សារនោះទេ dollar cost averaging ជួយកាត់បន្ថយហានិភ័យនៃការដាក់ប្រាក់ទាំងអស់នៅពេលដែលទីផ្សារកំពុងឡើងថ្លៃបំផុតការកាត់បន្ថយឥទ្ធិពលនៃអារម្មណ៍នៅពេលដែលទីផ្សារធ្លាក់ចុះមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាចហើយអាចនឹងលក់ការវិនិយោគរបស់ខ្លួនចេញឬឈប់វិនិយោគ dollar cost averaging ជំរុញឲ្យអ្នកបន្តវិនិយោគជាប្រចាំទោះបីជាទីផ្សារមិនល្អក៏ដោយនេះជួយឲ្យអ្នកទិញបានកាន់តែច្រើននៅពេលតម្លៃទាបហើយទទួលបានផលចំណេញខ្ពស់នៅពេលទីផ្សារងើបឡើងវិញវាជួយឲ្យអ្នកមានវិន័យបង្កើនវិន័យក្នុងការវិនិយោគការកំណត់ការវិនិយោគដោយស្វ័យប្រវត្តិជារៀងរាល់ខែជួយឲ្យអ្នកបង្កើតទម្លាប់សន្សំនិងវិនិយោគល្អដូចជាការសន្សំប្រាក់បៀវត្សប្រចាំខែទៅក្នុងមូលនិធិសង្គ្រោះបន្ទាន់ការវិនិយោគតាមរយៈ dollar cost averaging ធ្វើឲ្យអ្នកមានវិន័យហិរញ្ញវត្ថុសក្តានុពលនៃការកាត់បន្ថយថ្លៃដើមដោយមធ្យមដោយដែលបានបង្ហាញក្នុងឧទាហរណ៍ខាងលើដោយសារតែអ្នកទិញជាទៀងទាត់អ្នកនឹងទិញបានចំនួនឯកតាកាន់តែច្រើននៅពេលតម្លៃធ្លាក់ចុះនិងចំនួនឯកតាតិចតួចនៅពេលតម្លៃឡើងខ្ពស់ជាលទ្ធផលតម្លៃជាមធ្យមនៃការវិនិយោគរបស់អ្នកនឹងទាបជាងការវិនិយោគប្រាំងទាំងអស់នៅពេលតែមួយប្រសិនបើទីផ្សារមានការប្រែប្រួលភាពសាមញ្ញនិងងាយស្រួលអនុវត្តអ្នកមិនចាំបាច់តាមដានទីផ្សារជារៀងរាល់ថ្ងៃនោះទេគ្រាន់តែកំណត់ចំនួនទឹកប្រាក់និងភាពញឹកញាប់នៃការវិនិយោគហើយអនុញ្ញាតឲ្យប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិ 3. តើ dollar cost averaging ស័ក្តិសមសម្រាប់អ្នកណា dollar cost averaging គឺជាយុទ្ធសាស្ត្រល្អបំផុតសម្រាប់អ្នកវិនិយោគទើបចាប់ផ្ដើមវាជួយឲ្យពួកគេចូលទីផ្សារដោយមានហានិភ័យតិចតួចនិងរៀនពីវិន័យវិនិយោគអ្នកដែលមានប្រាក់ចំណូលទៀងទាត់ដូចជាប្រាក់ខែប្រចាំខែដែលអាចបំបែកជាចំណែកតូចៗដើម្បីវិនិយោគជាប្រចាំអ្នកវិនិយោគរយៈពេលវែងយុទ្ធសាស្ត្រនេះដំណើរការល្អបំផុតក្នុងរយៈពេលវែងច្រើនឆ្នាំឬរាប់10ឆ្នាំដែលអនុញ្ញាតឲ្យការប្រែប្រួលតម្លៃទីផ្សារមានតុល្យភាពអ្នកដែលចង់ជៀសវាងការសម្រេចចិត្តដោយអារម្មណ៍ dollar cost averaging ដកចេញនូវភាពភ័យខ្លាចនិងភាពលោភលន់នាំឲ្យមានកំហុសក្នុងការវិនិយោគសរុបមកវិញ dollar cost averaging គឺជាយុទ្ធសាស្ត្រវិនិយោគដ៏មានប្រសិទ្ធភាពនិងមានហានិភ័យទាបដែលជួយឲ្យអ្នកវិនិយោគកាត់បន្ថយផលប៉ះពាល់នៃភាពប្រែប្រួលទីផ្សារនិងការសងទ្រព្យសម្បត្តិរយៈពេលវែងប្រកបដោយវិន័យវាដកចេញនូវការតានតឹងនៃការព្យាយាមទាយទីផ្សារនិងជួយឲ្យអ្នកទិញបានកាន់តែច្រើននៅពេលតម្លៃទាបមិនថាអ្នកជាអ្នកវិនិយោគទើបចាប់ផ្ដើមឬមានបទពិសោធន៍យូរឡើយ dollar cost averaging មានតម្លៃក្នុងឃ្លៀងអាវុធនៃការវិនិយោគរបស់អ្នក
សូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងនៃភាពជោគជ័យជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា